យើងមកមើលអំពីបរិសម្នាក់ដែលគាត់បានជាប់ពានរង្វាន់នៅក្នុងការនិយាយជាសាធារណៈបានន័យថាគាត់មានសមត្ថភាពក្នុងការនិយាយលើកទឹកចិត្តមនុស្សហើយខ្ញុំបានឃើញវីដេអូមួយនេះមានភាពមួយដែលពិតជាជំរុញទឹកចិត្តមែនតើជាពិសេសឲ្យយើងទាំងអស់គ្នាគិតឡើងវិញអំពីពាក្យសម្ដីដែលយើងនិយាយទៅចាញ់ជាប្រចាំថ្ងៃហ្នឹងថាតើវាបានជួយទៅដល់មនុស្សដែលជុំវិញខ្លួនយើងក៏យើងបានបំផ្លាញមនុស្សនៅជុំវិញខ្លួនយើងដោយមិនដឹងខ្លួនអញ្ចឹងចំណងជើងរបស់វាគឺ dangerous word បានន័យថាពាក្យសម្ដីដែលគ្រោះថ្នាក់ពាក្យសម្ដីដែលគ្រោះថ្នាក់គ្រាន់តែនិយាយអាចធ្វើឲ្យមនុស្សស្លាប់បានហើយក៏អាចធ្វើមនុស្សយើងរស់ឡើងវិញអញ្ចឹងខ្ញុំនឹងបកប្រែនៅក្នុងវីដេអូនេះជូនបងប្អូនទាំងអស់គ្នាស្ដាប់អញ្ចឹងជាដំបូងគឺគាត់បានចេញមកគាត់ធ្វើជាជក់ប្រៃហើយគាត់សួរថាទាំងអស់គ្នាគិតថាការជក់ប្រៃនឹងសម្លាប់យើងមែនអ្នកទាំងអស់គ្នាច្រឡំហីឬដែលស្លាប់ដោយសារទឹកនោមផ្អែមច្រើនជាងមនុស្សជក់បរិយរហូតដល់ទៅ3ដងហើយបើសិនបើគាត់ដកសូកូឡាយកមកញ៉ាំអាប្រភេទពួក fast food លឿនហ្នឹងកញ្ចប់ហ្នឹងយកម្ហូបផែជាគ្មានអ្នកណាគេប្រតិកម្មអីដូចដែលគាត់ជក់បរិយហើយបងប្អូនដឹងអត់ថាជំងឺមហារីកសួតហ្នឹងមិនមែនមកពីយើងជក់បរិយគឺ DNA របស់យើងខ្លួនឯងអ្នកអាចជក់រហូតដល់1ឆ្នាំហើយអត់មានរឿងអីកើតឡើងទាំងអស់ពិភពលោកទាំងមូលគេប្រឆាំងរឿងជក់បរិយហ្នឹងដោយសារតែគេអត់ចង់ឲ្យដាំអាដើមតូបាកូហ្នឹងទេមូលហេតុដែលគាត់និយាយហ្នឹងគឺគាត់ចង់ធ្វើតេស្តមិត្តភ័ក្តិរបស់គាត់5នាក់ដែលគាត់និយាយភាសាហ្នឹងទៅហើយគេគិតមិនការធ្វើតេស្តបានបង្ហាញថាពេលដែលគាត់និយាយពាក្យហ្នឹងចេញទៅមិត្តភ័ក្តិរបស់គាត់5នាក់មាន2នាក់ជឿគាត់ហើយចាប់ដើមជក់បរិយអ្វីដែលគាត់ចង់បង្ហាញបានន័យថានៅពេលដែលយើងចេះនិយាយពាក្យហ្នឹងឲ្យត្រូវមនុស្សគេជឿហើយគេនឹងធ្វើតាមទោះបីជារឿងហ្នឹងវាខុសក៏ដោយអញ្ចឹងអ្នកមានអំណាចនៅក្នុងខ្លួនមួយគឺអ្នកអាចនិយាយឲ្យអ្នកដតីស្លាប់បានហើយអ្នកក៏អាចនិយាយឲ្យអ្នកដតីคล้ายទៅជាបុគ្គលដ៏អស្ចារ្យនិងជោគជ័យបានដែរប្រសិនបើអ្នកចេះរបៀបនៃការនិយាយហើយអ្នកអាចនិយាយបំបែកបំបាក់គេឲ្យគេឆ្លោះគ្នាឲ្យបែកបាក់គ្នាឬក៏អ្នកអាចនិយាយឲ្យគេចាប់ផ្ដើមស្រឡាញ់គ្នាឲ្យតម្លៃគ្នាឡើងវិញក៏ដោយសារតែពាក្យសម្ដីរបស់អ្នកតើវាពិតអញ្ចឹងមែនអត់ពាក្យសម្ដីដែលយើងនិយាយចេញទៅយើងអាចឲ្យអ្នកដតីគេទទួលយកពាក្យសម្ដីរបស់យើងឬអាចឲ្យគេច្រានពាក្យសម្ដីនឹងចេញបានបើសិនបើយើងមិនចេះរបៀបនៃការនិយាយពេលខ្លះអ្នកចង់និយាយពាក្យមួយដែលល្អចង់ឲ្យអ្នកនឹងល្អប៉ុន្តែអ្នកនិយាយវានៅក្នុងវិធីមួយដែលខុសនិយាយទៅវាអត់ត្រូវធ្វើឲ្យអ្នកស្ដាប់នឹងស្ដាប់អត់បានគោលបំណងផងអ្នកទៅជាគិតថាអ្នកនិយាយឲ្យគេអក្រក់អញ្ចឹងគេអត់ទទួលយកពាក្យសម្ដីមួយហ្នឹងដែលធៀបពិតអ្នកនិយាយដោយក្តីស្រឡាញ់ចង់ឲ្យមនុស្សនឹងទៅជាមនុស្សម្នាក់ដែលល្អតែគេចាប់សារអ្នកអត់បានអញ្ចឹងនៅពេលដែលអ្នកនិយាយទៅគេចាប់សារអ្នកអត់បានពាក្យសម្ដីដែលអ្នកនិយាយហ្នឹងស្មើនឹងបោះចោលគាត់ដែលនិយាយនៅក្នុងវីដេអូហ្នឹងគាត់មានកូនប្រុសរបស់គាត់ម្នាក់អាយុ4ឆ្នាំហើយកូនប្រុសរបស់គាត់មានទម្លាប់អាក្រក់មួយគឺចូលចិត្តយកដីសទឹកគូសនៅលើជញ្ជាំងមានពេលមួយគាត់ទៅតន់កូនគាត់កំពុងតែគូសនៅលើជញ្ជាំងហ្នឹងគាត់ស្រែកថាហេកូនឯងឈួតមែនកុំធ្វើអញ្ចឹងសារទៀតហើយបងប្អូនដឹងយ៉ាងម៉េចអត់កូនហ្នឹងធ្វើទៀតនៅលើលោកហ្នឹងអត់មានអ្នកណាចូលចិត្តឲ្យគេស្ដីឲ្យរបៀបគំរាមទេពីព្រោះខ្លួនគាត់ទទួលយកវាអត់បានអញ្ចឹងកូនប្រុសមួយហ្នឹងគាត់ធ្វើភាសាទៀតគ្រាន់តែដើម្បីឲ្យឪគាត់ខឹងតាគាត់ចង់ឌឺឪគាត់ហើយលើកនេះគាត់ធ្វើភាសាទៀតគាត់ដើរចូលទៅកូនរបស់គាត់គូហើយមើលមុខគាត់ទៀតម៉េចគាត់ចង់ប្រាប់ថាម៉េចខ្ញុំគូទៀតអញ្ចឹងលើកហ្នឹងឪពុកគាត់ចូលទៅភាសាទៀតគាត់ឈប់ធ្វើដូចមុនហើយគាត់ហៅកូនគាត់មកហើយគាត់និយាយកូនធំហើយកុំធ្វើអញ្ចឹងទៀតហើយកូនហ្នឹងគាត់ឈប់ធ្វើដោយសារអីក្នុងអារម្មណ៍គាត់បានប្រាប់គាត់ថាគាត់គឺជាក្មេងប្រុសធំហើយអញ្ចឹងក្មេងប្រុសធំគេអត់ធ្វើបែបហ្នឹងទេហើយគាត់បាននិយាយតទៀតថាតើបងប្អូនទាំងអស់គ្នាឆ្ងល់អត់ថាហេតុអីគេផ្សាយព័ត៌មានអំពីពិភពលោកហ្នឹងកំពុងតែជួបគ្រោះថ្នាក់អីចឹងប៉ុន្តែមនុស្សអត់ខ្វល់ដោយសារអីដោយសារតែអ្នកអានព័ត៌មានហ្នឹងគាត់អានរបៀបខ្សោយខ្សោះដែលអត់មានដាក់អារម្មណ៍របស់គាត់ចូលទៅក្នុងហ្នឹង
ដែលកាពិតបញ្ហាហ្នឹងគឺវាធំប៉ុន្តែពេលដែលអ្នកយកទៅនិយាយគាត់និយាយវាមិនអង្គការនិយាយរបៀបដែលអត់មានធម្មពលអត់មានការសង្កត់នៃអត់មានការដាក់អារម្មណ៍ចូលទៅក្នុងប្រធានបទដែលខ្លួននិយាយវាធ្វើឲ្យប្រធានបទមួយហ្នឹងអាផ្សារមួយហ្នឹងអត់បានចូលទៅដល់ចិត្តរបស់អ្នកស្ដាប់ទេអញ្ចឹងអ្នកស្ដាប់គេស្ដាប់យើងអត់បានទេគេចាប់ន័យយើងអត់បានទេដោយសារតែអ្នកនិយាយហ្នឹងគាត់អត់ចេះរបៀបនិយាយគាត់អត់មានកម្លាំងនៅក្នុងការនិយាយគាត់អត់ដាក់អារម្មណ៍របស់គាត់នៅក្នុងការនិយាយប៉ុន្តែបើសិនបើអ្នកជាមនុស្សម្នាក់ដែលមាន credit បានន័យថាធ្លាប់ធ្វើអ្វីមកវាមានឥទ្ធិពលច្រើនក្នុងសង្គមគ្រាន់តែអ្នកនិយាយទៅគឺគេស្ដាប់អ្នកយកទៅបានតែម្ដងដោយសារតែអ្នកគឺជាបុគ្គលគំរូនៅក្នុងផ្ទះក៏ដោយនៅក្នុងក្រុមហ៊ុនក៏ដោយនៅទីកន្លែងណាក៏ដោយបើយើងធ្វើខ្លួនយើងឲ្យទៅជាមនុស្សម្នាក់ដែលជាគំរូពាក្យសម្ដីរបស់យើងវានឹងធ្ងន់វានឹងមានន័យគេនឹងត្រង់ត្រាប់ស្ដាប់តែបើយើងអត់ដែរធ្វើអីឲ្យវាមានឥទ្ធិពលចំពោះខ្លួនឯងអញ្ចឹងពេលដែលយើងនិយាយគេអត់សូវចាប់អារម្មណ៍ចាប់ស្ដាប់យើងទេព្រោះតែអ្វីដែលយើងធ្លាប់កសាងខ្លួនយើងកន្លងមកអត់ឲ្យគេស្ដាប់យើងបានពេលខ្លះពាក្យសម្ដីអ្នកនិយាយធម្មតាសោះក៏គេជឿអ្នកដោយសារតែអ្នកពេលខ្លះសម្ដីអ្នកនិយាយមិនតែនគេអត់ជឿក៏ដោយសារតែអ្នកក៏មានឧទាហរណ៍មួយទៀតមិត្តភក្តិរបស់គាត់ឈ្មោះ NASA ហ្នឹងគឺស្រឡាញ់ឪពុករបស់គាត់ខ្លាំងណាស់ហើយគាត់ព្យាយាមធ្វើអ្វីគ្រប់យ៉ាងគឺដើម្បីទាញចំណាប់អារម្មណ៍របស់ឪពុកគាត់ឲ្យចាប់អារម្មណ៍មកលើគាត់ប៉ុន្តែចៃដន្យអីឪពុករបស់ NASA ហ្នឹងគាត់ជាមនុស្សម្នាក់ដែលមិនងាយនឹងចាប់អារម្មណ៍ទៅលើអ្វីមួយទេ NASA គាត់ខំប្រឹងរៀនជាច្រើនឆ្នាំដើម្បីឲ្យបានអានិទេស A ហ្នឹងណាឲ្យជាប់គ្នាដើម្បីគាត់ខលទៅឪពុកគាត់ហើយប្រាប់ឲ្យឪពុកគាត់ហ្នឹងមានមោទនភាពចំពោះគាត់ប៉ុន្តែរឿងមួយដែលនឹកស្មានអត់ដល់នៅពេលដែលគាត់ព្យាយាមរាប់ឆ្នាំខលទៅឪពុកគាត់នៅពេលដែលឪពុកគាត់លើកហើយគាត់បាននិយាយតាំងរំភើបទៅឪពុកគាត់ថាប៉ាកូនបាននិទេស A ជាប់គ្នារហូតណាប៉ាប្រាប់កូនមើលប៉ាសប្បាយចិត្តអត់ប្រាប់កូនថាប៉ាមានមោទនភាពចំពោះកូនឪពុកអត់និយាយអីច្រើនទេគាត់គ្រាន់និយាយថាប៉ាពងរវល់តិចចាំប៉ាខលទៅវិញពាក្យតែមកឃ្លាហ្នឹងធ្វើឲ្យ NASA ដូចសម្រាប់គាត់អញ្ចឹងពីព្រោះគាត់នឹកស្មានថាអ្វីដែលគាត់ព្យាយាមរាប់ឆ្នាំណាចុងក្រោយគាត់ខលទៅឪពុកគាត់មានបង្ហាញអំពីភាពរំភើបអីសោះចុងក្រោយគាត់និយាយថារវល់ជាពាក្យតែមួយម៉ាត់គាត់ដែលបានសម្លាប់មនុស្សម្នាក់តាំងចាប់ពីពេលហ្នឹងមក NASA គាត់ខូចចិត្តគាត់ចាប់ផ្ដើមដើរផឹកស្រាគាត់ចាប់ផ្ដើមដើរលេងខ្វាយខ្វល់ជាមួយនឹងជីវិតរបស់គាត់ដោយសារគាត់គិតថាបើមនុស្សម្នាក់ដែលគាត់ស្រឡាញ់បំផុតគាត់ធ្វើអ្វីដើម្បីតែម្នាក់ហ្នឹងហើយចុងក្រោយមនុស្សម្នាក់ហ្នឹងមិនខ្វល់ពីគាត់ផងរឿងអីដែលគាត់ត្រូវខ្វល់ខ្លួនឯងទៀតអញ្ចឹងគាត់បំផ្លាញជីវិតខ្លួនឯងចោលដោយសារតែពាក្យសម្ដីតែមួយឃ្លាទេមានពេលមួយគាត់ដែលជាអ្នកនិយាយហ្នឹងបានទទួលទូរស័ព្ទពីមន្ទីរពេទ្យ NASA កំពុងតែក្នុងបន្ទប់សង្គ្រោះបន្ទាន់ដោយសារតែគាត់ប្រើគ្រឿងញៀនលើសកម្រិតគាត់ក៏ត្រូវចូលបន្ទប់សង្គ្រោះបន្ទាន់ហើយគាត់ដែលជាមិត្តភក្តិបានទៅឃើញពេទ្យកំពុងតែធ្វើការឆក់បេះដូងប៉ុន្តែវាច្បាស់ណាស់វាពិតជា clear មែនហើយវាពិតជាច្បាស់មែនពាក្យសម្ដីតែមួយម៉ាត់អាចសម្រាប់ជីវិតរបស់មនុស្សម្នាក់បានពាក្យសម្ដីគឺជាធម៌ពលពាក្យសម្ដីវាអាចផ្លាស់ប្ដូរជីវិតរបស់យើងខ្លួនឯងនិងជីវិតរបស់អ្នកដទៃបានហើយអាចផ្លាស់ប្ដូរសង្គមជាតិរបស់យើងបានផ្លាស់ប្ដូរពិភពលោកទាំងមូលបានពាក្យសម្ដីគឺជាធម៌ពលអ្នកអាចផ្លាស់ប្ដូរឲ្យពិភពលោកមួយនឹងคล้ายទៅជាពិភពលោកដ៏ស្រស់បំព្រងឬអ្នកអាចធ្វើឲ្យពិភពលោកមួយនឹងទៅជាវឹកវរក៏ដោយសារពាក្យសម្ដីរបស់អ្នកអញ្ចឹងពាក្យសម្ដីវាអាចបោះចេញនៅជាពឹសឬក៏វាអាចជាពាក្យទឹកដែលអាចជួយសង្គ្រោះជីវិតមនុស្សនៅជុំវិញខ្លួនយើងរួមទាំងខ្លួនយើងផងដែរអញ្ចឹងចូលរៀនប្រើប្រាស់ពាក្យសម្ដីឲ្យបានត្រឹមត្រូវកុំគ្រាន់តែចង់ហាមាត់និយាយហើយសម្រាប់អ្នកដទៃនិយាយដើម្បីឲ្យពិភពលោកទៅជាស្រះបំព្រងមិនមែននិយាយដើម្បីបំផ្លាញពិភពលោកមិនមែននិយាយដើម្បីសម្លាប់មនុស្សម្នាក់ទេហើយក៏មិនមែននិយាយដើម្បីសម្លាប់ខ្លួនឯងដែរនៅក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេសូមអធិស្ឋានបើសិនបើខ្ញុំមានការបកស្រាយទៅខុសទាស់កន្លែងណា
តែគោលបំណងនៅក្នុងការចែកម្លែកវីដេអូនីមួយៗគឺខ្ញុំចង់ឲ្យបងប្អូនទទួលបានអ្វីមួយនៅក្នុងហ្នឹងហើយខ្ញុំសង្ឃឹមថានេះគឺជាកាដូដ៏ល្អបំផុតសម្រាប់ខ្ញុំពីខ្ញុំជូនទៅដល់បងប្អូនទាំងអស់គ្នាពីព្រោះខ្ញុំអ្នកអង្គុយនិយាយនៅឥឡូវនេះណាក៏អត់រស់នៅបានដល់100ឆ្នាំដែរយើងទាំងអស់គ្នាមានពេលវេលាខ្លីណាស់នៅក្នុងការរស់តែពេលវេលាខ្លីពិតមែនតែយើងរស់ឲ្យមានន័យយើងរស់ឲ្យមានតម្លៃហើយការចែកម្លែកនៅក្នុងសង្គមនេះគឺជារឿងដែលចាំបាច់បំផុតដែលមិនអាចខ្វះបានខ្ញុំសង្ឃឹមថាវីដេអូរបស់ខ្ញុំនឹងបានជាប្រយោជន៍ទៅដល់បងប្អូនមួយចំនួនដែលកំពុងតែត្រូវការសូមអរគុណយើងជួបគ្នានៅវីដេអូក្រោយទៀតត្រូវស្គាល់អស់មុននឹងកាត់សេចក្តីចាមានន័យថាបងប្អូនដឹងរឿងផលអ្នកណាម្នាក់បងប្អូនត្រូវយល់សាច់រឿងទាំងមូលចាំបងប្អូនធ្វើការវិនិច្ឆ័យជួនកាលស្ដាប់មួយខាងនេះត្រូវអត់ទៅស្ដាប់ខាងនោះស្អប់អានោះចង់ងាប់ក៏ប៉ិតអាមួយនេះនិយាយខូចខាងនោះគ្នាអត់អីសោះហើយដល់ពេលយើងខ្លួនឯងយើងអត់មានយើងខាងនេះគ្រាន់និយាយយើងជឿនិយាយជឿយើងទៅកាត់សេចក្តីយើងទៅជាមនុស្សម្នាក់ដែលអត់មានភាពយុត្តិធម៌និយាយមកជឿអត់ព្រមធ្វើការសិក្សាអស់តែ check មើលតើគាត់និយាយហ្នឹងគាត់មានអំណះអំណាងយ៉ាងម៉េចបើគាត់និយាយថាម្នាក់នេះចេះយើងត្រូវទៅសួរម្នាក់នោះដែរចាយកអាចថានេះប្រាប់យើងជឿគេស្លងហ្មងចុះយើងមិនដឹងថាខាងនោះវាមានរឿងអីបានវាចេញចឹងធ្វើជាមនុស្សម្នាក់ដែលមានភាពយុត្តិធម៌ក្នុងខ្លួនណាមុននឹងកាត់សេចក្តីអីមួយសូមដឹងឲ្យអស់សិនចាជាពិសេសក្នុង Facebook ហ្នឹងហ្មងវីដេអូគេផុសច្រើនណាបើហោះតែមួយជាងអ្នកខមមិនទៅខមមិនជេរជួនកាលជេរចំគ្នាអ្នករងគ្រោះគ្នាណោះរងគ្រោះមួយសាហើយនិយាយមិនពិតមួយសាទៀតរងគ្រោះពីរតង់ឃើញទេអញ្ចឹងដូចយើងធ្វើបាបអញ្ចឹងបងប្អូនធ្វើបាបមិនមែនថាតើយើងទៅវាយគេបានយើងធ្វើបាបទេណាគ្រាន់តែយើងជាមនុស្សម្នាក់ដែលអត់ឲ្យយុត្តិធម៌ដល់គេហ្នឹងក៏យើងបាបដែរចាយើងត្រូវឲ្យយុត្តិធម៌ដល់មនុស្សគុំគ្រាន់ថាម្នាក់ហ្នឹងយើងមិនសូវចូលចិត្តអាគ្នាត្រូវសោះយើងអត់ចូលចិត្តយើងទៅលំអៀងចំពោះគាត់អាហ្នឹងយើងមនុស្សអត់ល្អទេមកឲ្យខ្លួនយើងខ្លាចទៅជាមនុស្សអត់ល្អដោយសារតែរឿងដែលយើងលំអៀងហ្នឹងចាដោយសារតែយើងមិនចេះប្រមូលព័ត៌មានអស់សិក្សាយកឲ្យអស់ចាំធ្វើការវិនិច្ឆ័យចាហ្នឹងជារឿងសំខាន់ហើយមួយទៀតអ្នកដែលគេចង់ចាក់ហុកយើងហ្នឹងគេធ្វើឲ្យយើងបែកបាក់គ្នាហ្នឹងក៏កន្លែងហ្នឹងក៏ជារឿងមួយដែរយើងត្រូវស្ដាប់អស់សិនគេនិយាយហ្នឹងហើយយើងទៅ check មើលអញ្ចឹងមែនអត់បើសិនជានិយាយមក check មើលទៅអត់អញ្ចឹងម្នាក់ហ្នឹងក៏ហក់ថ្ងៃក្រោយដឹងបាច់ជឿទេប៉ុន្តែបើសិនជាម្នាក់ហ្នឹងប្រាប់មកទៅ check មើលដូចជាអ្វីដែលគាត់និយាយមែនអញ្ចឹងយើងអរគុណគាត់ទៅណាអញ្ចឹងរឿងទាំងអស់ប្រមូលព័ត៌មានអស់ហើយចាំកាត់សេចក្តីចែកចាយនៅ7ចំណុចដែលយើងអាចរៀនបានពីសត្វឥន្ទ្រីហើយហេតុអីបានជាសត្វឥន្ទ្រីគឺជាស្ដេចសត្វបក្សីដូច្នេះខ្ញុំនឹងបង្ហាញ7ចំណុចនេះជូនបងប្អូននៅក្នុងវីដេអូមួយនេះចំណុចទី1សត្វឥន្ទ្រីគឺជាសត្វហោះតែឯងសត្វឥន្ទ្រីហោះតែឯងហើយអត់ហោះជាមួយនឹងបក្សីដទៃទៀតទេដោយសារមូលហេតុអីដោយសារសត្វឥន្ទ្រីមានភាពអង់អាចហើយសត្វឥន្ទ្រីអាចហោះបានខ្ពស់អត់ហោះនៅកន្លែងទៀបទេអញ្ចឹងបើយើងប្រៀបមកជីវិតរបស់យើងមនុស្សឯថាម៉េចមនុស្សយើងត្រូវហ៊ានធ្វើដំណើរម្នាក់ឯងគុំចាំដល់មានគ្នាបានទៅទោះបីជាផ្លូវមួយនឹងតែម្នាក់ឯងក៏ដោយក៏ត្រូវតែទៅដែរហើយត្រូវរៀបចំខ្លួនឯងឲ្យបានខ្ពស់ហោះឲ្យបានខ្ពស់ដូចសត្វឥន្ទ្រីអញ្ចឹងគុំដើរជាមួយមនុស្សដែលអត់ប្រយោជន៍មនុស្សអត់ប្រយោជន៍នឹងមនុស្សយ៉ាងម៉េចមនុស្សអត់ប្រយោជន៍នឹងមនុស្សនាំបងប្អូនទៅដើរលេងផឹកស៊ីអត់ប្រយោជន៍និយាយទៅដើមគេចំណែនឈ្នានេះស្អប់គេដើរញ៉ែតឡែតែពេញអញ្ចឹងទៅអញ្ចឹងបើយើងចង់បានជីវិតមួយដែលល្អខ្ពង់ខ្ពស់យើងត្រូវសែតគប់ជាមួយបុគ្គលដែលយើងចង់ខ្លាចដូចជាពួកគាត់អ្នកដែលមានចំណេះដឹងច្រើនជាងយើងអ្នកដែលមានបទពិសោធន៍ច្រើនជាងយើងអ្នកដែលគាត់មានគោលបំណងនៅក្នុងជីវិតដូចយើងដើរមួយគាត់ចោះពីព្រោះការដែលយើងព្រមពាត់ខ្លួនយើងដោយមនុស្សដែលគាត់អត់មានគោលដៅនៅក្នុងជីវិតហើយគាត់គិតតែរឿងអត់ប្រយោជន៍ជីវិតរបស់យើងនឹងដូចពួកគាត់អញ្ចឹងយើងត្រូវចេះរើសមនុស្សដែលនៅជុំវិញខ្លួនយើងហ្នឹងហើយបើយើងរើសអត់បានទេយើងទៅម្នាក់ឯងជាមួយនឹងការតាំងចិត្តដ៏ខ្ពស់មួយអត់ខ្វះទេបើសិនជាយើងអត់មានមិត្តភ័ក្តិដែលយើងគិតថាដូចយើង YouTube មាន Facebook មាន Google មានអ៊ីនធឺណិតឥឡូវមានវាយមកអ្នកណាដែលគាត់មានការផ្ដល់ចំណេះដឹងល្អស្ដាប់គាត់ឲ្យបានជារៀងរាល់ថ្ងៃមើលសិក្សាអំពីបុគ្គលជោគជ័យទាំងឡាយតើគេធ្វើអីខ្លះជារៀងរាល់ថ្ងៃជាជាងការដែលចំណាយពេលទៅអង្គុយលេងហ្គេមទៅចែកគ្នាដើរលេងអត់ប្រយោជន៍យកពេលហ្នឹងមកអភិវឌ្ឍខ្លួនចំណុចទី2ឥន្ទ្រីមានចក្ខុវិស័យវែងឆ្ងាយឥន្ទ្រីអាចមើលចម្ងាយរហូតដល់5គីឡូម៉ែត្រ
ហើយនៅក្នុងរយៈ5គីឡូម៉ែត្រនេះគឺឥន្ទ្រីអត់មានបំវាយផ្នែកទៅណាឥន្ទ្រីផ្ដោតទៅលើតែគោដែលឥន្ទ្រីចង់ចាប់តែមួយគត់ប្រៀបមកមនុស្សយើងវិញយើងត្រូវមានគោលបំណងតែជាក់លាក់មួយទោះបីវាឆ្ងាយប៉ុណ្ណាក៏ដោយហើយគុំងាកឆ្វេងងាកស្ដាំមើលគេមើលឯងស្ដាប់គេស្ដាប់ឯងហើយបំភ្លេចគោលបំណងរបស់ខ្លួនយើងត្រូវដឹងថាចំណុចកន្លែងដែលយើងចង់ទៅនៅកន្លែងមួយណាហើយយើងផ្ដោតវាពីដំណើរផ្លូវឥឡូវហ្នឹងទៅយើងផ្ដោតទៅវារហូតតតែយើងទៅដល់ចំណុចដែលយើងចង់បានហើយយើងចាប់យកវាបាននេះហើយគឺជាចំណុចដែលយើងត្រូវរៀនពីឥន្ទ្រីពីព្រោះសត្វឥន្ទ្រីអត់បង្វែរការចាប់អារម្មណ៍របស់ខ្លួនទៅលើអីផ្សេងទេឥន្ទ្រីចាប់អារម្មណ៍តែមួយគត់ទៅលើចំណុចដែលឥន្ទ្រីចង់ចាប់យកឲ្យបានអញ្ចឹងចំណុចមួយនេះគឺសំខាន់ណាស់យើងទាំងអស់គ្នាជាទូទៅអត់ដែលផ្ដោតអារម្មណ៍ទៅលើអ្វីដែលខ្លួនចង់ធ្វើទេថ្ងៃហ្នឹងចង់ដល់ពេលគេនិយាយមកណាដើរទៅតិចឃើញអានោះតំណងភ្លេចគោលបំណងខ្លួនភ្លេចថាខ្លួនឯងចង់បានអីឲ្យអាស្ថានភាពជុំវិញហ្នឹងបង្វែរខ្លួនបានអាហ្នឹងហើយដែលធ្វើមនុស្សយើងខាតពេកពីព្រោះយើងអត់ផ្ដោតអារម្មណ៍ផងយើងអត់មានចក្ខុវិស័យវែងឆ្ងាយយើងអត់មានបានផ្ដោតទៅលើអ្វីដែលយើងចង់បានទោះវានៅចម្ងាយណាក៏ដោយប៉ុន្តែបើសិនជាយើងផ្ដោតថាយើងចង់បានវាហើយយើងបន្តដំណើរទៅយើងនឹងយកវាបានចុះបើសិនជាយើងដឹកធ្វើដំណើរទៅស្រាប់តែយើងឃើញអានេះយើងទៅអានោះឃើញអានេះឃើញខាងនេះទៅខាងនេះគេប្រាប់ថាអ្នកឯងធ្វើមិនកើតទេរបស់នេះល្អជាងចុះឡើងយើងភ្លេចអ្វីដែលយើងចង់យកបាត់ហើយយើងបានចាក់ចេញពីកន្លែងដែលយើងត្រូវយកហ្នឹងអញ្ចឹងចំណុចនេះគឺជាចំណុចដែលយើងត្រូវរៀនពីសត្វឥន្ទ្រីចំណុចទី3ឥន្ទ្រីគឺអត់មានភាពភ័យខ្លាចនៅក្នុងខ្លួននេះនៅក្នុងចំណុចមួយនេះចង់ប្រាប់ថាម៉េចមនុស្សយើងទាំងអស់គ្នាតែងតែមានភាពភ័យខ្លាចក្នុងខ្លួនជួនកាលបញ្ហាអត់ធំទេតែដោយសារភាពភ័យខ្លាចវាធ្វើឲ្យយើងឃើញបញ្ហាថាទូចហ្នឹងទៅជាប៉ុណ្ណាណីប៉ុន្តែបើសិនបើយើងគ្មានភាពភ័យខ្លាចក្នុងខ្លួនទេបញ្ហាធំប៉ុណ្ណាក៏ដោយក៏យើងអាចដោះស្រាយចេញដែរអញ្ចឹងឥន្ទ្រីគាត់អត់មានភាពភ័យខ្លាចនៅក្នុងខ្លួននេះនៅពេលដែលឥន្ទ្រីចង់ធ្វើអីមួយគឺឥន្ទ្រីទៅធ្វើវាហើយឥន្ទ្រីប្រឈមមុខជាមួយនឹងវាបើត្រូវវាយគឺត្រូវតែជំនះបញ្ហាមួយនឹងហើយធ្វើវាតបានអញ្ចឹងមែនឥន្ទ្រីខំដខ្លាខំដកពើចាសត្វឆាវប៉ុន្តែឥន្ទ្រីខ្លាចទេចំណុចនេះឯងដែលធ្វើឲ្យឥន្ទ្រីខ្លាចជាស្ដេចបក្សីហើយអ្នកដឹកនាំនៅលើពិភពលោកនេះអ្នកដែលបកកែគឺអត់មានភាពភ័យខ្លាចក្នុងខ្លួននេះហើយបើសិនជាយើងចង់ដឹកនាំជីវិតយើងឲ្យទទួលបានជោគជ័យចំណុចសំខាន់ដែលយើងត្រូវធ្វើគឺបំបត្តិភាពភ័យខ្លាចនៅក្នុងខ្លួននឹងចេញហើយរឿងបញ្ហាទាំងអស់ត្រូវគិតថារឿងអីក៏ដោយក៏វាអត់ខ្លាំងជាងយើងក៏វាអត់ធំជាងយើងដែរយើងអាចដោះស្រាយគ្រប់បញ្ហាទាំងអស់នៅលើโลกនឹងបានប្រឈមមុខមួយវាទៅហើយអ្នកដែលបកកែនៅលើโลกនឹងគឺជាមនុស្សដែលបកកែដោះស្រាយបញ្ហានឹងឯងអាបញ្ហានឹងហើយដែលធ្វើឲ្យមនុស្សខ្លាំងអាបញ្ហានឹងហើយដែលធ្វើឲ្យមនុស្សឆ្លាតបើយកមានបញ្ហាយើងដេកតែស្រួលនៅសុកយើងមិនរីកចម្រើនអញ្ចឹងរឿងពិបាកទាំងអស់ហ្នឹងវាធ្វើឲ្យមនុស្សខ្លាំងហើយយកអាបញ្ហាទាំងអស់ហ្នឹងជាឱកាសក្នុងការវឹកហាត់ខ្លួនឯងបំបត្តិភាពភ័យខ្លាចហ្នឹងចេញពីក្នុងចិត្តត្រូវពង្រឹងចិត្តខ្លួនឯងជារៀងរាល់ថ្ងៃត្រូវតែប្រឈមមុខជាមួយបញ្ហាហើយប្រាប់ខ្លួនឯងថាបញ្ហាធំប៉ុណ្ណាក៏ដោយត្រូវជំនះវាដល់បានអត់រត់គេចទេប្រឈមមុខជាមួយវាដោយសេចក្តីក្លាហានម្ដងតិចយើងនឹងខ្លាយទៅជាមនុស្សម្នាក់ដែលលែងមានភាពភ័យខ្លាចនៅក្នុងខ្លួននេះឥន្ទ្រីជាសត្វដែលមានភាពអត់ធ្មត់សត្វឥន្ទ្រីគឺចូលចិត្តនៅពេលដែលមានព្យុះភ្លៀងមកមានខ្យល់បក់ខ្យល់ព្យុះកាន់តែខ្លាំងសត្វទាំងឡាយផ្សេងទៀតលាក់ខ្លួននៅក្នុងដើមឈើនៅកន្លែងផ្សេងនេះប៉ុន្តែសត្វឥន្ទ្រីហោះនៅពេលដែលកំពុងតែមានព្យុះសត្វឥន្ទ្រីយកព្យុះខ្យល់ទាំងអស់ហ្នឹងដើម្បីជាឱកាសទាញខ្លួនឲ្យហោះបានកាន់តែខ្ពស់ហើយខ្យល់មួយហ្នឹងនឹងធ្វើឲ្យឥន្ទ្រីហោះបានខ្ពស់ហើយឥន្ទ្រីក៏រៀងបានសម្រាកដែរអត់សូវហត់ក្នុងការនេះបានពីព្រោះខ្យល់ហ្នឹងគឺជួយឥន្ទ្រីឲ្យបានឡើងទៅដល់លើអញ្ចឹងអ្នកដែលសម្រេចកិច្ចការងារក្នុងជីវិតគឺត្រូវជាមនុស្សម្នាក់ដែលហ៊ានយកឱកាសយកបញ្ហាទាំងអស់ធ្វើទៅជាឱកាសយកបញ្ហាទាំងអស់បង្កើតទៅជាឱកាសហើយយកចំណុចនោះដើម្បីជួយខ្លួនឯងឡើងខ្ពស់ឡើងអត់លាក់ខ្លួនទេតែយកពេលវេលាមួយហ្នឹងជាឱកាសទាញខ្លួនឲ្យបានហោះខ្ពស់អញ្ចឹងអ្នកដែលអាចសម្រេចកិច្ចការងារក្នុងជីវិតបានជាមនុស្សម្នាក់ដែលហ៊ានប្រកួតប្រជែងនៅក្នុងជីវិតហ៊ានប្រកួតប្រជែងនៅពេលដែលមានបញ្ហាយកបញ្ហាទាំងអស់បង្កើតជាឱកាសឲ្យយកបញ្ហាទាំងអស់នោះឲ្យបង្វែរវាចេញពីបញ្ហាទៅជាប្រយោជន៍វិញដោយសន្តិរីគាត់យកព្យុះភ្លៀងទាំងអស់ហ្នឹងទាញគាត់ឲ្យហោះខ្ពស់ឡើងអញ្ចឹងនេះគឺជាចំណុចដែលយើងត្រូវមួយទៀតអំពីសន្តិរីមកបញ្ហាទាំងអស់បំបាក់យើងនៅក្នុងបញ្ហាតែងតែមានឱកាស
សំខាន់ថាតើយើងមានលទ្ធភាពអាចមើលឃើញឱកាសនឹងអត់ហើយយើងអាចធ្វើវាឲ្យទៅជាឱកាសបានអត់ចំណុចទី5សត្វឥន្ទ្រីជាសត្វដែលស៊ីសាច់ដែលសល់ទេហើយសត្វឥន្ទ្រីក៏អត់ស៊ីសាច់ដែលសល់ពីរបស់គេដែរសត្វឥន្ទ្រីស៊ីតែរបស់ដែលចាប់បានដល់ខ្លួនឯងហើយក៏អត់ស៊ីសាច់ដែលនៅសល់ស្អុយដែរនៅក្នុងចំណុចហ្នឹងចង់និយាយថាម៉េចឥន្ទ្រីមានអំណួតណាអត់ចេះទៅយករបស់គេទេធ្វើអ្វីមួយចង់បានអ្វីមួយដោយខ្លួនដោយសមត្ថភាពខ្លួនឯងហើយរបស់ដែលសល់ពីមុនមកក៏អត់យកមកសម្រាប់ថ្ងៃនេះដែរត្រឡប់មកជីវិតមនុស្សយើងវិញពេលមនុស្សយើងអត់ពឹងផ្អែកទៅលើអ្នកដទៃដើម្បីភាពជោគជ័យខ្លួនឯងនឹងឯជាពេលដែលយើងស្គាល់ខ្លួនឯងពិតប្រាកដត្រូវធ្វើអីមួយដោយសមត្ថភាពខ្លួនយើងកុំចាំតគេមកជួយយើងបានយើងទៅធ្វើកើតត្រូវប្រឹងរិះរកវិធីធ្វើម៉េចធ្វើឲ្យបានជោគជ័យដោយសមត្ថភាពខ្លួនឯងហើយបោះចោលឲ្យអស់អារឿងអតីតកាលណាអារឿងកិច្ចការដូចសាច់ដូចជាសាច់ដែលស្អុយអញ្ចឹងបោះវាចោលទៅអត់មានប្រយោជន៍ទេថ្ងៃនេះជាថ្ងៃថ្មីឲ្យផ្ដោតថាថ្ងៃហ្នឹងបង្កើតចំណៃថ្មីត្រូវចាប់ទៅខ្លួនឯងកុំយករឿងចាស់ចាស់មកដាក់រំខាននៅថ្ងៃនេះយកពេលវេលាថ្ងៃនេះជាថ្ងៃពិសេសថ្មីបង្កើតឱកាសថ្មីបង្កើតលទ្ធផលថ្មីហើយកុំរំពឹងទៅស៊ីសាច់របស់ដែលគេយកមកណាកុំទៅកេងប្រវ័ញ្ចពីគេកុំចង់បានរបស់គេបង្កើតដោយខ្លួនឯងវាទៅធ្វើឲ្យយើងមានមោទនភាពពិតប្រាកដមានតម្លៃពិតប្រាកដរស់ជាមនុស្សដែលមានគុណភាពអត់ត្រូវការកេងប្រវ័ញ្ចគេខកគេទៅយករបស់ពីគេទេធ្វើដោយដៃខ្លួនឯងហើយក៏យកអតីតកាលរឿងពីមុនមករំខានខ្លួនឯងនៅពេលថ្ងៃនេះដែរធ្វើរឿងថ្មីថ្ងៃនេះបង្កើតអត្ថផលថ្មីខ្លួនឯងនឹងជាចំណុចមួយដែលធ្វើឲ្យយើងកាន់តែប្រកែឡើងចំណុចទី6សត្វឥន្ទ្រីចេះបង្វឹកខ្លួនឯងនៅពេលដែលរោមឥន្ទ្រីដុះមកកន្លែងណាមួយដែលធ្វើឲ្យឥន្ទ្រីមានអារម្មណ៍ថាมันអាចឲ្យឥន្ទ្រីហោះបានស្រួលគឺឥន្ទ្រីជំរុះរោមនឹងចោលហ្មងគឺខំបោះរោមនឹងចាញ់ហ្មងអត់ឲ្យនៅទៅខ្លួនឯងដើម្បីឲ្យពេលខ្លួនហោះទៅប្រហែលដកវាចាលហើយដើម្បីឲ្យវាមានលទ្ធភាពដុះថ្មីមកទើបជួយឲ្យឥន្ទ្រីហោះបានខ្ពស់មនុស្សយើងជាទូទៅគឺអត់ដែលហ៊ានចាក់ចេញពីកន្លែងដែលសុវត្ថិភាពទេបើថាគាត់នៅកន្លែងណាមួយគាត់គិតថា comfort សម្រាប់គាត់គឺគាត់អត់ហ៊ានដើរចេញទេគាត់នៅកន្លែងហ្នឹងគេថាកន្លែងហ្នឹងបានប៉ុណ្ណឹងគាត់នៅហ្នឹងគាត់គិតថាបើចេញទៅផាយជាអាចនឹងមានស្អីមួយមិនល្អចំណុចហ្នឹងគឺអត់អាចធ្វើគាត់រីកចម្រើននេះមនុស្សដែលរីកចម្រើនគឺមនុស្សដែលហ៊ានធ្វើការដើរចេញពីកន្លែងមួយដែលគាត់មានអារម្មណ៍ថាសុវត្ថិភាពដោយសារអីគាត់ចង់ challenge ជាមួយខ្លួនឯងប្រកួតប្រជែងជាមួយខ្លួនឯងរកឱកាសថ្មីឲ្យខ្លួនឯងដើម្បីឲ្យខ្លួនឯងមានលទ្ធភាពអាចរីកចម្រើនឡើងប៉ុន្តែមុនធ្វើចំណុចហ្នឹងបានតើតើមានចំណុចមុនដែរណាមិនទៅឆ្កុយតែឯងអាចំណុចហ្នឹងស្រាប់តែស្អីក៏អត់មានចេញទៅអាហ្នឹងប្រយ័ត្នលើសដើមចូលកន្លែងដើមអត់បានមុននឹងដើរចេញទៅកន្លែងណាមួយតើតើដឹងថាខ្លួនឯងមានគ្រប់ចំណុចអស់នៅក្នុងការប្រកួតប្រជែងក្នុងជីវិតបើថាមិនទាន់មានទេអាហ្នឹងរឿងផ្សេងតែបើថាមានអាហ្នឹងទៅបានព្រោះចំណុចដែលធ្វើឲ្យយើងអាចចេញពី comfort zone ណាកន្លែងដែលយើងដាក់ដែនកំណត់ខ្លួនឯងបានលុះត្រាតែយើងមានចំណេះដឹងមានបទពិសោធន៍មានភាពជឿជាក់គ្រប់គ្រាន់នៅក្នុងខ្លួនទើបយើងអាចចេញទៅអញ្ចឹងឥន្ទ្រីគាត់មានអស់ហើយចំណុចទាំងអស់ហ្នឹងទើបគាត់ចេញពី comfort zone គាត់ហ៊ានដករោមខ្លួនគាត់ដើម្បីឲ្យខ្លួនគាត់អាចស្រួលជាងមុនអញ្ចឹងមនុស្សយើងដូចគ្នាត្រូវហ៊ានដើរចេញពីកន្លែងណាមួយដែលវាធ្វើឲ្យយើងមានអារម្មណ៍ថាមានសម្ពាធវាអត់រីកចម្រើនណានៅយូរទៅមានអារម្មណ៍ថាធ្ងន់ទៅនឹងកន្លែងហ្នឹងគឺអត់អាចឲ្យយើងរីកចម្រើននេះបើកន្លែងណាមួយវាអត់ជួយយើងទេអាហ្នឹងយើងត្រូវហ៊ានជំរុះវាដើម្បីឲ្យមានឱកាសថ្មីចូលមកក្នុងជីវិតរបស់យើងចំណុចទី7គឺជាចំណុចដែលសំខាន់បំផុតហើយក៏ជាចំណុចដែលមនុស្សគ្រប់គ្នាខ្លាចក្នុងការធ្វើដែរចំណុចនេះបានន័យថាម៉េចឥន្ទ្រីគឺសក់ចាឥន្ទ្រីចេះសក់ដូចពស់អញ្ចឹងសក់ប៉ុន្តែឥន្ទ្រីគឺដកជំរុះរោមមកខ្លួនចោលទាំងអស់ហើយចំពុះកោះចេញទៀតដែលវាប្រឈមនឹងការឈឺចាប់ខ្លាំងបំផុតបន្ទាប់មកឥន្ទ្រីធ្វើការជំរុះអ្វីដែលមាននៅខ្លួននឹងចោលអស់ហើយឥន្ទ្រីសង្ងំខ្លួនឲ្យដោះរោមថ្មីដោះចំពុះថ្មីមកវិញទើបឥន្ទ្រីចាប់ផ្ដើមចេញមកបន្តការរស់នៅបន្តទៀតហេតុអីបានទីទៅធ្វើបែបហ្នឹងពីព្រោះអ្វីដែលចាស់ហ្នឹងគឺប្រើការឡើងកើតឯងនៅក្នុងចំណុចមួយនេះបើយើងងាកត្រឡប់មកមនុស្សរបស់យើងអាទម្លាប់ចាស់របស់យើងដែលយើងធ្លាប់មានកន្លងមកហ្នឹងអាទម្លាប់ខ្ជិលអាទម្លាប់មានលេសច្រើនមិនហ៊ានខ្លាចអាឡ័យធ្វើនេះធ្វើនោះលេសរាប់សិបលេសជាច្រើនដែលអត់ធ្វើឲ្យខ្លួនអាចរីកចម្រើនបាន
chẳng mình than lấy mùi này ông ổn bởi dương nơi tập to tục tại chỉ đọc dương trả đại viên bổng plan dương đại viên thời dương rịm ráo á dương đừng ngọt cả này chạp vậy bị prua tại chỉ đọc la viết phơ oi mà đục đá thôi cao viết tiên mà nó oi khẹn ở đó bên tay tại chỉ la viết tiên mà nó oi ho lang cua và sân bản nhẹ nó không nông chùm nạch môi đai cầm bông tại miền ở rộng tha mọc stress hai chỉ vật hạ đôi chỉ đá thôi khỏi ip đại nhẹ cua cất mơ thật ta tầm lọt 100 ngày bọn nhẹ bàn phơ ở chỉ khác thật ta nhẹ miền tầm lọt lỗ nông ca phơ ở chỉ vật phọc luôn khai tới chỉ vật môi để miền sọc hiệp lõ được tếឬcó nơi không chỉ vật môi để cầm bông tại tiền luôn đá thôi cào cùng khai nông ca chữ chặt prua ca chữ chặt đi ha vì tự phơ ở mà nụ miền hiệp răng mòn chẳng bảo quản đã bỏ trao vậy khỏa để miền nó không khuôn chanh đầm bậy khuôn anh miền lật hiệp ban sờ bái chất ban lõ chứ môn ban sả chất ban thu ra hai đây mình bỏ nơi tốc tu hay đòn cá tiền đang thả đang với tốc hai nơi tốc đòn cá tiền tốc chan to tập đòn ngay sập ngược lên một bàn nhẹ khuôn máu vì hút pe hơi chẳng toàn pe và lìa lớn đi ai cai prai Việt Nam chỉ vật anh cột bọc luôn bán ở vậy để mình chia bây giờ mình chăm bạch bọc của vậy với chào hỏi từ nè sọ chìm được mấy giờ hai cùng vô rương cha mò đồng khan pe bạch bòn vô pe và lìa ngày ní co sang chỉ vật mấy hay đã rụp hiệp mấy môi để luôn trong dạ xin nhầm sâu bong bong ở trong video ní nhom trong thì vậy tại can bong bong để quạt admin dịch đây là han hay quạt min hiệp hay lại nó không chỉ vật quạt chởn dịch đây là mẹ để bong bong này chà dương cục kia thằng sao tại mình dịch đây hay lại nó nông luôn chăng đám bay đó xảy nơi dịch đây hay lại như chăng dương thợ thương mạch xem nhắm nhóm bảo vì sao phải nhom can ở việc mình xong bay tại châu hang tên nhà bạn có nhưng mà hiếm châu không chà cũng tha đâu nhưng mà châu vậy chăng miền lôi châu hang á hiện đa châu này lại can ở việc mình chà tay nhâm ấy để ai có hiên châu đây mà kì lại tay chụp nè nam mà nè ở hiên được chụp kì lại vậy tôi cứ lại mình tên lại là hốt đọc pe mũi coi xuống luôn anh tha cho bờ lại một lần khi muốn nơi bị mạch nhom xua luôn nhom là hốt nhom chỉ riêng rõ ngay nhom tay được cất bị cha nào pi chỉ vật nhom tay được cất tha bờ nhom chăng nhom luôn nơi bị mạch hay nhom xua luôn nhom tha trẻ nhom cao mau lứa lộc nó còn đặt đầm bầy và pan năng mền nhom cao mau đầm bầy khai mền hai đây bạn nhom on mày nhom mơ cái chợ hay nhom mơ hụt luôn nhom tha nhom cao mau đầm bầy on chăng mền chẳng sầm nô thằng ăn đang việc ban bận nhẹ smart đấy và nhóm việc ban bận nhẹ smart đấy và nhóm ao nhóm chặt đào sầm nhẹ chất xa chỉ mấy thà nhưng mà trắng thôi chứ mình để khai thì chẳng đầm bay bạt khai việc thi tại muối tật phơ rương đại dương khai chà khai ấy phơ rương nè hai bà nhóm hay khai theo nhóm tật phơ vì sầm khăn lớp từ bốn nó cứ dương phơ ăn cay vui dương việc lại hai vợ mình lại chỉ ăn điện đồ pe oi chỉ ăn luôn anh vì chỉ ăn ăn hủi cất chắc cất lang đừng thơm vậy nhé tay nhung cất tha đôi chỉ bậc nhung mình nhẹ chất phơ mơ tới nhung nơi tạo thiên phơ mà chỉ vật nữa vì phô dụ can để chờ này bà nơi ta khát pe hưởng phơ nó nhung mơ tới được khăn anh luôn ai kháng luôn khăn anh luôn ai nhé thấy cổ giáp ấy giáp mấy bữa việc ngóp ấy việc đai ngóp ấy đòn nặng trắng ở bóng bóng nhưng mẹ chân chà bữa tha hang nhưng còn là chi cắt trong mà liến đó chít mà hay nhắm chó đấy nè anh ai cái khoa bị dơ còn là cho hai một con nó bị ngóp mền nhung chó luôn ai họ hiến cho một con chỉ tờ chi mai ta ma chỉ teo với nhé đã khơi được cho này nhung khai đó nặng nắng á và tay chỉ ứng muối của chạm vào đáy mà nữ đáy khai phật tới chìm nữ đã hiền phật với mong ở lớn thì nhóm chìm nữ đã hiền đó xây cho mặt lại này men ha xây gọi đấy thiện chón cư như mặt khai thì cái lo ra rương khai na tiếp nhom nơi khai như mặt đằng hay bàn tay rương chỉ tu tới cư nhom hiền xịt đây là hàng nhom hiền và cho một mũi bia mà và tay môn nhom
mà đó chuyện này môi để nhung hiên đi ha nhung đó nãy nhung xăm luôn ai nhá cha nhung xăm luôn ai hay miên p mùi nó p để nhung trôi luôn vẹn training muối vậy ông pi ca lực thực chất ấy trắng hết nè p nó cái áo thật lủng hạt muối bồng bài phép hay lại luôn ai nhung nhung thường trở lại đúng không chả cái bông cây chung đi sọc sọc nó nhung từ lượt đây lang cho vậy coi cái làm nhạc của con này có thấy biết chẳng mà nè pe khác dương việc pay lại pe tới thưa ở đông ngưỡng khó hưởng thử sẽ từ từ vào không mê riêng nó cây phẹt tha ao dương chừng nẹp việc pay lại luôn dương hai chân tới nhung cật tha nhung đừng phơi rương muối á đại nhung lại mà hai nhung thử mày cái bông có hiện trong cái sọc sọc nhung lượt đây phẹt cụ nhung chẳng làm vậy đi hay làm vậy làm cái điều nhung làm này chạy bóc ông áo cái đi hay phải nhung vậy nó hồi nhỏ bé đồn gì sao xong ở keng mà ôn xong lốt trên mặt khẽ á hay thật vậy bóc ông áo cái đi hay mọi năm lần nhỏ lần trắng á hay nè bóc ông áo đi mơ mà ta một nhung á nhưng cái lại này là ông chập ở rộng ấy thấy chân thật hay kia nói sai thà mót khơi mót cái chập ở rộng mót nè con này miệng con nâng ấy ông con cần mà nhung thương chụp lại chứ nè và tay nhung phơi nó làm vậy ai vậy nhung trong đang mới bớt xong giờ nhung ngợp cho pe mùi nó vừa mịch nhung hiên ắt mà nhung hiên ắt chà nhung thơ viên lực tì muối lực tì pi lực tì bay nhung chập đam mẹ làm tha y gì nhặt nhung chẳng vậy cái đói biết của bà ta lực tì bông năng ai chà ta tì bông năng tê ai thật lực tì muối tì pi tì bay chẳng cho tam sạch hưởng chẳng xem nhặt nhưng phơ vía ban từ bồn năng hói lúc tí pí dựng nghe xua tích lúc tí bấy chập làm tới khỏi máu I make it like nhom phơ vía ban đầm bấy vô chùm nè phép hay lại nông khuôn bọc nhom chập tăng pe năng máu nhom khai tới chim nườm nẹt xem mình nườm nẹt để nhom tayแต่สมัยthái nhom trong ban bạc năng hay vậy là nhom trong hẹp bong ôn tha bong ôn á สมัย tha trong banสลายnhà nam mà nè hay trong ban đôi nhà nam nè bóng ốm cho cái chợ hay bóng ôn một luôn ai bóng ôn đẹp luôn anh ha bóng ôn lại thơ Việt Bản hay bóng ôn làm thơ Việt Bản té dày hai trứ thưa được nhông chẳng dương chủng nè mùi biết chưa bà sân chỉ dương lại hay dương ọt thơ bên na dương ban thơ dương ban thơ thế chà pi 7 năm buông phèm năm nơi tại dương ọt thơ hay bóng ôn thật đăng tha rương đại dương sọc dài một nơi lục năng mình men rương đại dương ban thơ thế nè cứ rương đại dương ban thơไปคลายอุติฮอสมาตกมันนึกมันเนี่ยสลายมันนึกพอสลายนึกใส่เนี่ยคะแนนนักสลายได้อาเทียนตัวแผลให้แบบเก๋จงขอยเนี่ยใส่ก็ไม่ดึงบอกแผลกอดพองอันนู้แผลกี่สะบัดให้นี่เอาพองแผลอัดนะจังก่อนแต่ว่าปั้นนั่งยังอาเทียนใจเย็นไอ้ย่อมแม่นใจนั่งเอาบางคนนี่từ đáสาพี่ไปปั้นยังจังงี้ท่าสมัยแต่เรื่องคลาตุ้ยแต่หมวยยังอาเทียนเฟอจ้ะให้ไปคลาเรื่องได้อาการลางโดยซาบสัญญาเขียนยังเธอบานแต่ยังอัดเขียนยังบัดบองกับอย่างกางีก็ดาวเอกดาวยังอัดเขียนเธอจ้ะยังอัดเขียนสมัยจัดเธอก็เขียนหลุดตูยังนั่งđó bị để sẽ đấy luôn ai hay ở vậy để sầm khăn dương thổi luôn dương tới chim người mình nè lại bật bong phép chỉ trả lực luôn ai mà dương du tới dương tới chim người nè nhôm dương tên na còn dương lại cái giỏ hiền này chà để xài dương ọt prong vật hạt dương ọt phong bật đọcอดมินคลังไอ้คลังชิงกาวัคัดให้ประดอกดำใบเอายังมีหลักเทียบอาจจะตัวบานปอมีนเปิดหายมีเพียบอยู่ในทัวต่างออกนี่กลุ่มอมินกาหลุมเอียงนะมวยติดเนี่ยคลาก็มินกาหลุมเอียงโปรตายสลังจ้ะจุงกาเรื่องนั้นเข้าแต่เดือดซาสลังเนี่ยกาเปียวแต่จีเถอบานเห็นจ้ะอดมีเพียบอยู่ในทัวเดือดซาไอ้หลุมเอียงโปรสลังมวยติดหลุมเอียงโปรสอบหลุมเอียงโปรสอบเรื่องเกลอซะแต่เดือดซามันโจจับมันนึกนะcứ mìnhตัวย่อมองตัวใบจำเนื้อนึงหรอก็จะตัวย่อได้ป่วยสอบนั่งให้หลุมเอียงอาการหลุมเอียงนึกอ๋อนั่งเธอมันนึกบัดอาเพียบอยู่ในทวารน้องครัวนึกเธอเอาจัดพอยืงวิบัดเพียบบอดสดเวียบละจัดล้วนยืงเวียขวาล้วนยืงเตะเวียดเมียนขวาสมัยเนี่ยนาเตะนึกแต่ละอ้อนเลยลงแต่กลัวกับลงนั่นคือมันเหลือมันอยู่ในทวารน้องครัวเธอไอ้มวยคือเอามันหลุมเอียงเติมมาค้างไงอัดมีหลุมเอียงในซ้ายสลันตาสลันดังในไอ้เหรอแม่นี่เอามีผิวยุติธรรมแล้วเอาแต่ขวาดังแต่ในไอ้คือขวาคือในไอ้เธอไอ้ก็ขยับแต่ตัวย่อเคยแต่ขนมเพลอขวาแต่กับปั๊ดเก
cái miếng chuyện này lo để ta cái mình là khó từng nè tay mà nữ dưỡng bây giờ làm yên từng nâng hai cứ cái hai thập lên mình phiệp lư xoa này nè hai mũi tên làm yên pro hay cái pro là ngùng luôn anh bị cha nè ắt đó cùng nật cái chở chè chân dưỡng cái sạt chân dưỡng ắt tụi coi ta luôn anh là ngùng thế tới tha cái nó khó thiệt đây luôn anh ông mình lật tập hiệp không ca chập do ở thì đây bật nó lơ lộn nâng bàn á nó lơ lộn nó miên rương khai trởn rương khai tràn nè để xa mù là hai ấy để xa tay cái đăng tham mà nữ dưỡng chỗ chất tà biệt ó ở vậy để chỉ ca và chào đó đời chân cái thơ ấy đó cứ mẹ tập chào đầm bay oi té mà nữ dưỡng sờ lánh hay nung tua rồi tay hiệp quả cây cầm rò ai mà nữ dưỡng hay sai cái đó là mà nữ dưỡng ở chỗ chất tà được ngon là nghe chỗ chất tà vậy để chỉ ca không đại cái thập mấy biệt bật á vì pro xe chả vì chưa chạp à vì pro tay với chỉ ca bật hai nó lơ lông nắng mà nữ dưỡng bật đăng ca bật á cứ cục kia cứ sự ngại chặt mỏng chả vì pro ca bật nó lơ lông cứ bị đôi ở vậy để dương bưng tốc ấy chẳng cái lại như nhung mình trăng vậy ở việt tơ chờ chứ nắng còn em trăng vậy tha thôi chi mình được xong rồi mình ca mối ba chặt ao tật liền tại hai công toàn đập ấy mà chỉ hiên hay chập tôi do lưa chưa lươn pe tục pe tại từ sao chiêu do mà hai chập ở bán cho nó sầm khăn nông đang đầm bầy ở dương miềnปัญญา dương cát ปัญญา bị cát cha nèอยู่tớiยังคล้ายจิมหนึ่งเนี่ยมีนยุติธรรมของครูนให้การนายยังมีเพียบยุติธรรมของครูนนะยังมีปัญญาปัญญายังรู้เนื้อมีนชีวิตยังคือพลึกสว่างมองยังทั่วไอ้ตื้อชีวิตยังคือมีนเสกได้สองยังมีนเพียบสับเพียบสลันหลุมเอียงในของครูนคืออะไรคือยังรู้เนื้อของเสกได้เปิดในเรื่องโลกนั่งเวียดมีนเอาไว้chị ăn mà tạ thế chả miếng cá chập đá miếng cá bánh chọc chẳng nó phải để dương út xa đã tương luôn ai chỉ rơi nơi trong lệch môi nắng biết thôi ở dương miếng cá trong bây giờ chừng muốn biết thôi ở dương ai dọc cho tục đại ban trần chừng muốn nó không cái lại ní cứ nhom trăng sầm đảo ta lơ rương cha anh chả đang ca nghiệp bao dương đang chỉ vật bao dương chả bởi sân gì dương cất tha ở vậy vậy với tiên toan dương ai nâng click luôn dương ai nâng lên sâu dọc cho tục đại nơi rồi để dương có cùng tầm miền và tái dương còn click tha nơi lơ lột nâng ở vậy có việc đại pro đại vì ở tiền toát hay việc còn nơi là hậu đại chìm xe bờ đôi chỉ mình nụ bê khá dương cất tha dương nâng rô nơi cho mùi mình nè là hậu bằng tái miên rương đặc mà mình đó ai thua dương bay đôi bạc ca nà mùi bay từ xa tại chất mình prai pro rồi có mùi thiết cái lọ mùi dưỡng bàn tái đo than là phiếp mùi mà đừng nâng thử đào trên bây giờ rồi có trời chạ tránh nó không mù hại nào mùi chẳng ở vậy cứ vía mình tìm toát đi chuyên cá ban lọ xịt đây sọc khúc sọc ở hói tới chỉ mà nè nó còn chụp cổ thân rồi còn miên hưởng ấy chẳng thử chẳng ngày bay cùng tay mà đó dưỡng ở đằng hà dương bay kia nơi ngày nè dương ở đấng tê thấy mình được chứ pe để miên là vậy mũi lỗ có ở đây nặc khơi từ đó ngày bài chứ này con cất thá viên đừng tơi chẳng bàn tay thử cất thá viên đừng miên pe bên chập ở vậy để miên ở vậy để chập đám viên miên pe chập đám bia có trời tại miên pe bên chập đây nó pe để dương vô cho nịch mùi nắng dương là xa nặc khơi từ đó cho nịch nắng dương đừng miên cạp trong cái giặt hay dương đừng ai chai pe liền bao dương ban lọ chừng muốn nâng dọc cho đại chừng muốn xong mà dương miên ca nấc hơi cho đó cho nịch mùi nắng đầm bầy ấy còn ở dương và hai chấm pua kia chúng cá dương ở đây mơ thai dọc cho tục đại chấm pua mà nó trung minh luôn dương ấy mà nó đại dương sờ lại nhỉ đó tập ngày mùi dương bát cốt chúng sẽ làm đại khỏi nấc hơi những anh cần họ ban phơi lọ kê phèo mà ban cho tục đại amin pe vì ok đó từ ngày mùi để bắt mà nó nâng chân tới tôi nó khơi rương từng hay đài sọc đài chân sông cũng ở luôn ấy lại cho tôi không thành hiệp mùi nâng dương của tài nó khơi nâng ngày đại dương có bông tay sờ bài đó cho nên mới nâng thẹp ở vậy đại dương có bông tay sờ bài nâng vì ai nâng bắt bong được tên nào mùi dương ớt đắng ấy tiệt thở chân cũng ở dương miền cà muối phịch luôn hai dương bắt đầu cài dục cho tục đặng ở bán trợn tôi cắn mà đủ trung bình dương chip xem nụ đại dương chỉ thay dương sẽ lạnh con vô vì con lại bán trợn chúng cá con bên tụng bạ trợn dương họ đai vô
នឹងឡៃខ្វល់តែពីចិត្តខ្លួនឯងដល់តែពេលថ្ងៃមួយមនុស្សនឹងគាត់មានបញ្ហាជើងចាប់ផ្ដើមនឹកឃើញអត់មានបានជួយអីគាត់ផងហើយគាត់ទៅបាត់ចឹងសូមកុំឲ្យយើងចូលទៅក្នុងស្ថានភាពមួយដែលសោកស្ដាយមើលថែមនុស្សជំនាញខ្លួនឲ្យបានល្អយកចិត្តទុកដាក់ស្ដាប់ពួកគាត់ឲ្យបានច្រើនបើសិនជាយើងស្រឡាញ់គាត់តែបើថាយើងមិនស្រឡាញ់យើងមិនខ្វល់បាត់ពេលណាបាត់ទៅអាហ្នឹងយើងបាច់និយាយតែបើយើងគិតថាយើងស្រឡាញ់នឹងអ្នកហ្នឹងសូមឲ្យយើងផ្ដល់ការយកចិត្តទុកដាក់ជាមួយគាត់ឲ្យបានច្រើនមានពេលវេលាជាមួយគាត់ឲ្យបានច្រើននិយាយជាមួយគាត់ឲ្យបានច្រើនស្វែងយល់ពីគាត់ឲ្យបានច្រើនពីព្រោះពេលវេលាបែកនឹងមកដល់នៅពេលណាមួយនៅចំណុចណាមួយវាអត់មានអីទៀងទាត់ទេសូមឲ្យពេលបែកទៅនៅសល់តែអនុស្សាវរីយ៍ល្អល្អសល់តែអ្វីដែលជាទង្វើល្អដែលយើងបានធ្វើអញ្ចឹងយើងនឹងអត់ស្ដាយក្រោយទេព្រោះយើងបានធ្វើល្អហើយប៉ុន្តែបើសិនជាយើងមិនបានធ្វើនៅពេលដែលចប់